បាទ Xiaomi ឆ្នាំនេះគឺកាមេរ៉ាមើលទៅគួរឲ្យខ្លាចមែនតើបាទ lens របស់គេគឺធំមែនតើជាពិសេសគឺ periscope 200 megapixel បាទញាក់សាច់ហើយបាទគឺធំខ្លាំងមែនតើអញ្ចឹងបងចូលមកមើលរូបរាង Xiaomi 15 Ultra គៀកជាមួយខ្ញុំទាំងអស់គ្នាកម្ពស់កាមេរ៉ារបស់គេបាទមិនខ្ទាបមែនទេបាទខ្ពស់ដែរព្រោះហេតុអីកាមេរ៉ាធំបាទបើយើងដាក់នៅក្នុងទូខ្លួនឲ្យរៀបស្មើហ្មងគឺអត់បានទេបាទគឺអត់មានកន្លែងដាក់កាមេរ៉ានឹងចូលបានទេអញ្ចឹងចង់មិនចង់ក៏ត្រូវតឡើងបាទកាមេរ៉ាឲ្យខ្ពស់ដែរដើម្បីដាក់ lens ធំបានបាទអញ្ចឹងយើងមិនឆ្ងល់ទេថាហេតុអីក៏ទូរស័ព្ទឥឡូវធ្វើlens កាមេរ៉ាខ្ពស់ម្លេះបាទដើម្បីសមត្ថភាពកាមេរ៉ាល្អថតរូបបានច្បាស់បាទអញ្ចឹងបាទអញ្ចឹងយើងមកមើលគៀកទាំងអស់គ្នាបាទខាងក្រៅមានរុនដាក់ SIM ដែលយើងប្រើប្រាស់ SIM 2ជាមួយនឹងរុន micro បាទរុន mic ជាមួយនឹង type C ខាងសាកជាមួយនឹង speaker ជាខាងបាទនៅខាងឆ្វេងខាងស្ដាំនេះបាទខាងនេះយើងបែរចេះខាងស្ដាំចុះមានប៊ូតុង power ប៊ូតុងតម្លើងសលេងបាទប៊ូតុងបន្ថយសលេងតម្លើងសលេងខាងលើមានបាទខាងលើដូចអត់មានអីទេអញ្ចឹង IO blaster គេយកទៅដាក់ណាកន្លែងបញ្ជា tele machine តិចអីបាទជាខាងឆ្វេងគឺខាងឆ្វេងគឺអត់មានអ្វីទេបាទឆ្លាស់ភ្លឹងបាទអានេះគឺស្នាមប្រឡាក់ទេបាទភ្លឹងបាទខាងក្រោយរបស់គេកញ្ចក់គ្រើមខ្មៅframe កាមេរ៉ារបស់គេលាយពណ៌ក្រហមលាយពណ៌ក្រហមបាទសម្រាប់ស៊ុំកាមេរ៉ានេះគឺមាន periscope 200 megapixel មួយគ្រាប់បាទធំខ្លាំងមែនទែនបាទ lens cool បាទ ultra wide ជាមួយនឹង macro បាទអានេះ flash បាទជាមួយនឹង brand ដាំថា Leica បាទ Xiaomi 15 ខ្នងមាន EC បាទមាន EC រូបធុងសម្រាប់នេះបាទគៀកចឹងហ្មងបាទអញ្ចឹងអេក្រង់ខាងមុខបាទអេក្រង់ខាងមុខគឺបាទរៀបស្មើអត់បាទជាស្រ័យគឺអត់រៀបស្មើទេអេក្រង់ខាងមុខគឺកោងកែមតិចបាទកោងកែមតិចអញ្ចឹងអត់កោងខ្លាំងទេបាទពេលយើងចាប់កាន់គឺវារ៉ែតមកខាងមុខហ្មងអេក្រង់សុទ្ធហ្មងសម្រាប់ម៉ាស៊ីនក្រុមហ៊ុនគឺ RAM 16 512G នេះគឺជាព័ត៌មានលម្អិតបាទរូបរាងលម្អិតរបស់Xiaomi 15 Ultra អញ្ចឹងមិនទឹកឥឡូវតម្លៃ900ស្ដាប់មកត្រូវការឆាតខ្ញុំបាទ